តាយងនគរដែលមានឥទ្ធិពលបំផុតក្នុងលោកទីនេះជារាជធានីឆាងលៈនគរតាយងមនុស្សដែលមានបបធរជាតិសាសន៍ផ្សេងគ្នាបានប្រមូលផ្ដុំនៅទីនេះរស់ស៊ីរស់នៅឬក៏ដើរអនាថាសរុបមកជាមួយនឹងមន្ត្រីពីតំបន់ផ្សេងសុទ្ធតែមានប្រាថ្នាមួយទៅទិសខាងលិចដូច្នេះក៏មានវត្តមានសំណាក់ស៊ឺហ្វាងជាភ្នាក់ងារពិសេសសម្រាប់គ្រប់គ្រងនិងទទួលភ្ញៀវមកពីប្រទេសជិតខាងដោយសារតែការងាររវល់ខ្លាំងម្ចាស់សំណាក់ស៊ឺហ្វាងយូតស៊ួយគោរពទូនាទីអស់រាប់សិបឆ្នាំដាក់ចិត្តក្នុងការងារខ្មៅសុនយើងឈ្នះហើយមានដំណាក់ខាងកើតនិងខាងលិចក្រោមបង្គាប់ខាងកើតគ្រប់គ្រងរឿងក្រៅខាងលិចគ្រប់គ្រងផ្ទៃក្នុងការងារចែកដៃស្និទ្ធដោយគ្រួសារយ៉ាងមិនពួកឯងឆ្លាតហើយពួកឯងធ្វើអីពេលនេះអ្នកកំពុងទៅដើរមកគឺមេក្រុមដំណាក់ខាងកើតអានសៀអ៊ីមើលអលអនេះចឹងសង្ហាខ្លាំងណាស់មកពីគ្រួសារអភិជនតែមិនអំនួតធ្វើដូចតែមានតែឯងចឹងពេលមួយឈាមបាត់ធ្វើមិនបានឯងវិចបងពេញទៅដំណាក់ខាងលិចទៅជំនួយការតកែអានជួយសាច់ញាតិមិនលាក់បាំងឃើញអ្វីគឺនិយាយនោះនាងគឺមិនដែលប្រើអារម្មណ៍តបខ្លួនក្នុងការងារលោកអ្នកប្រសាងកុនសម្បត្តិធំមួយទៀតហើយស្នាដៃនៅតែជារបស់លោកអ្នកណាក៏ព្រាមមិនបានដែរកលេចមកដំណាក់ខាងលិចគឺកាន់តែគួរឲ្យចាប់អារម្មណ៍ការងារផ្ទៃក្នុងស្មុគស្មាញប៉ុន្តែរៀបចំបានយ៉ាងល្អលើថាមេក្រុមថ្មីម្នាក់ទៅតាមរបស់ពួកគេនោះឈ្មោះថាវ៉ាងខុនអូចាក់ទុំនឹងអាកបាំងគេមានប្រវត្តិជាមេតបគឺច្បាស់ជាអាចដឹកនាំដំណាក់ខាងលិចឲ្យកាន់តែខ្លាំងពួកឯងឆាប់ឡើងដើរមកមុខមើលម្ខាងនេះម្ដងនេះជានារីចដែកដែលពួកយើងមិនអាចខ្វះបានគឺយូឈីហោនាងបណ្ដាលព្រោះតាសាវតាចកូនត្រីសម្ដេចអបានជាបោះបង់ការស្វែងរកយុត្តិធម៌ទេនំតាទាំងអស់ខ្ញុំនឹងយករំពាត់វាលោកខ្ញុំនឹងយករំពាត់វាលោកបើមិនឆោស្ងៀមខ្ញុំនឹងយករំពាត់វាលោកនិយាយច្រើនបែបនេះខ្ញុំភ្លេចណែនាំខ្លួនទៅហើយខ្ញុំឈ្មោះយន់មុខគឺជាទីប្រឹក្សាពិសេសតែមួយគត់របស់សំណាក់ស៊ឺហ្វាងប្រាក់នេះហើយទោះបីជាសំណាក់ស៊ឺហ្វាងបិទទ្វារសម្រាប់ក៏ខ្ញុំនេះមិនទំនេរនោះដែរការងារក្រៅគ្មានរឿងតូចនេះគឺជាឱកាសដ៏ល្អសម្រាប់ខ្ញុំលេចមុខលេចមាត់ចូលមកក្រុមឆាលនេះរួចចុះពីខ្នងសេះអាចវាយត្រាបានហើយសុពលភាពកន្លះខែនេះគឺជាសេវាកម្មថ្មីដែលសំណាក់ស៊ឺហ្វាងពឹងឲ្យខ្ញុំបង្កើតដើម្បីបម្រើឈ្មួញបរទេសលិខិតឆ្លងដែនហេតុអីខ្ញុំស្គាល់ដំណាក់ស៊ឺហ្វាងច្បាស់បែបនេះគឺមកពីខ្ញុំនិងម្ចាស់សំណាក់គឺជាមិត្តជិតស្និទ្ធនឹងគ្នាជាច្រើនឆ្នាំហើយថតចេញទៅលោកឲ្យខ្ញុំចេញទៅក៏បានដែរខ្ញុំជឿថាឲ្យតែខ្ញុំខិតខំប្រឹងប្រែងមិនបោះបង់ហើយក្រោយក្រុមឆាងលៈគឺច្បាស់ជាមានកន្លែងខ្ញុំឈរជើងដូច្នេះតាក់ទងនឹងខ្ញុំតាក់ទងនឹងរឿងសំណាក់ស៊ឺហ្វាងសូមអញ្ជើញស្ដាប់ខ្ញុំនិយាយពីដើមដល់ចប់ទេចាប់ពីថ្ងៃនេះទៅម្នាក់នេះគឺថ្នាក់លើរបស់សំណាក់ខាងលិចពួកឯងលោកម្ចាស់វ៉ាងកុនអ៊ូគ្រប់គាត់ទៅណែលោកម្ចាស់វ៉ាងខ្ញុំមានការងារជាប់ខ្លួនខ្ញុំទៅមុនហើយជជែកគ្នាទៅចុះពួកយើងទៅធ្វើការសិនហើយមកវិញត្រាមន្ត្រីធ្វើលិខិតឆ្លងដែរហើយមិនពួកយើងមិនចង់ឲ្យទេពិតជាមិនអាចឲ្យបានហេតុអីក៏ឲ្យមិនបានព្រោះថាវាមិននៅជាមួយពួកយើងទេលោកមានឈ្មោះអីយ៉ាងជូនទៅចុះច្រើនលិខិតធ្វើដំណើរយើង នេះគូចុកលិខិតយើងនៅសំផ្លូវមួយខ្ញុំបញ្ញាប់ទៅរកស៊ីអរគុណខ្ញុំបញ្ញាប់
នេះឈ្មោះគូទីលើនាមមកធ្វើអី មករកស៊ី គឺឈ្មោះអីមកលិខិតម្នាក់ទៀតមកយកលិខិតចេញមក លោកបងតូចលិខិតឆ្លងដែនមួយច្បាប់50កាក់ត្រូវការទេ មិនបាច់ទេ ចំណាយតែ50កាក់អាចស្នាក់នៅកន្លះខែ មិនបាច់ រឿងលោកគិតថាថ្លៃខ្ញុំចូលចិត្តផឹកស្រាល្អណាស់ហើយបើមានស្រាមកពី CU គឺអាចប្រើចំនួនប្រាក់ លោកមើលខ្លួនខ្ញុំដូចជាស្រាមកទេ លោកបងតូចមកក្រុងឆាងលើរុស្ស៊ីអ្វីទៅ ទៀតតោះអ្វីនៅលោកទៅ ច្បាស់ជាចំនួនគ្មានដើមឲ្យបើទៅ បានមកលេងខ្ញុំទៀតកុំអន្ទើខ្ញុំមិនគួរសម ថងប្រាក់របស់នាងគឺមកពីមុខប៉ៃកសែផលិតនៅយាអ៊ីងរីឯសពុតគឺធ្វើពីកណាត់មកពីតុងយានមកវិញមកពីយូលូការបញ្ចុះគ្នាបែបនេះខ្ញុំទើបតែឃើញលើកទី1ទេការរុស្ស៊ីរបស់លោកប្អូនទលំទលីពិតមែនឲ្យនាងថាលោកប្អូនតូចគឺមិនចង់ប្រកាសថានាងជាមនុស្សស្រីខ្ញុំគួរតែហៅបងប្រុសយាមក្រុងមកពីបន្តិច លោកចាំចាំម៉េច ខ្ញុំចង់ដឹងថានាងជានរណាប្រកប អើខ្ញុំវិញអេល្អលោកមកចាំ ខូទីឡាអ្នកនាងឈូ យន់មូ នៅទីនេះកុំកំរើកណា អញគឺជាយន់មូ លោកគឺ មនុស្សសំណាក់ស៊ឺហ្វាងវ៉ាងខុនអ៊ូ អូគ្នាឯងអ្នកណាជាគ្នាឯង បងប្រុសយល់ច្រឡំទៀតហ្នឹងអីយល់ច្រឡំមកខ្ញុំរកឃើញជនសង្ស័យអមាញ់មិញនៅទីនោះហ៎ឯណាមនុស្សអត់ និយាយទៅ អមាញ់មិញនៅទីនោះតើណាអត់ទេរបស់មានកម្លាំងខ្លាំងច្បាស់ជាអ្នកក្លាហានម្នាក់មិនដឹងចូលចិត្តផឹកស្រាឬអត់នោះទេផ្ទះខ្ញុំទុកស្រាច្រើនណាស់មិនចឹងពួកយើងទៅផឹកជាមួយគ្នារាប់អានគ្នាអូ ឈ្មោះបរទេសឈ្មោះខូទីឡានោះ3ខែមកនេះឧស្សាហ៍ចេញចូលក្រុងឆាងឡាកន្លែងដែលស្នាក់នៅរាល់កន្លះខែក៏បដូរម្ដងតំណែងដែលចុះបញ្ជីមានតែផ្លែឈើស្រស់ដែលចំណេញតិចតួចមិនប្រក្រតីបែបនេះខាងក្រៅច្បាស់ជាមានចំនួនធំអ្វីដែលមិនអាចឲ្យគេដឹង លំចានណែសបត់ អញ្ចឹងទើបថ្ងៃនេះឲ្យទៅចូលមិនឲ្យចេញ ចាំមិនខែអ្នកប្រោ សំណាក់ហងលោកផ្ញើសម្បត្តិមកថាឃ្លាំងតបបាត់ធ្នូរាប់រយដើមក្រុងឆាងលើកខ្លាចតែចិត្តមានរឿងធំហើយលេងចាំហើយមកនេះឲ្យដំណឹងទៅដំណាក់ខាងកើតឆាប់ទៅផ្ទៀងទាត់ប្រវត្តិនឹងតំណែងឈ្មោះបរទេសទៅចុះ បាទ ពួកយើងទៅថ្ងៃនេះត្រូវតែរកខូទីលើឲ្យឃើញ ចា អូជួយលេចដៃជួយអ្នកប្រុសបងជួយផងជួយបងយូជួយផងជួយផងយក ហើយឆាតលោកបញ្ចាំវ៉ាទីនេះមិនមែនជាជំរំតបទេពួកយើងក៏ប្រាហឹងសាអីល្អទេលេងគេទៅនេះជាត្រាមន្ត្រីដំណាក់ខាងលេខហេតុអីនៅក្នុងដៃមនុស្សបោកប្រាស់នេះខ្ញុំថាម្នាក់នេះត្រូវបញ្ជូនទស្សនៈជាចាស់សួរចម្លើយហើយយកអូ បាក់ថ្នមបន្តិចបែបនេះនឹងបាក់ហើយមិនអីទេណែខ្ញុំសូមណែនាំលោកបន្តិចចុះម្នាក់នេះឈ្មោះយន់មុខជាទីប្រឹក្សាពិសេសរបស់សំណាក់ស៊ឺហ្វាងពួកយើងអ្នកត្រាមន្ត្រីនេះខ្ញុំប្រគល់ឲ្យគេថ្ងៃនេះសំណាក់ស៊ឺហ្វាងរបស់ពួកយើងបាត់ទ្វារនោះអីតែលិខិតឆ្លងដែននៅតែត្រូវធ្វើដូច្នេះខ្ញុំក៏ឲ្យយន់មុខទៅមាត់ទ្វារក្រុងដើម្បីសម្រួលដល់ប្រជារាស្ត្រប៉ុន្តែគេបានយកប្រាក់ដោយចិត្តឯងប្រេះផ្ដាឲ្យទទួលបានប្រាក់ប្រមាណដាក់ចូលឃ្លាំងទាំងអស់ទៅគេធ្វើដូចចិត្តឯងទេចំណែករបស់បង និយាយប្រេះផ្ដាអីអញ្ចឹងបែបនេះឯងអញ្ជើញលោកម្ចាស់វាងទៅសំណាក់ UE ផឹកស្រាមួយពេលបកស្រាយការយកច្រឡំទៅសំណាក់ U លោកឈប់ហាត់ខ្ញុំទៀតទៅពេលនេះគឺជាពេលឈប់សម្រាកហើយខ្ញុំគ្មានកាតព្វកិច្ចបន្តនៅទីនេះទៀតនោះទេម្យ៉ាងទៀតលោកធ្លាប់ធ្វើជាតបកាតព្វកិច្ចរបស់កងទ័ពជាស្អីគឺស្ដាប់បញ្ជាថ្នាក់លើពេលនេះខ្ញុំគឺជាថ្នាក់លើលោកណាខ្ញុំបញ្ជាលោកត្រានេះគឺលោកត្រូវតែផឹកមានរឿងអីចាំស្អែកចាំនិយាយគ្នាទៀត ណាត់គ្នាយាម5ល្ងាចលោកមកយឺតពេលហើយ បើដូចគាត់ធ្វើដំណើរខ្ញុំបដូរទៅផ្លូវទឹកម្ចាស់ខ្ញុំមានសម្បត្តិជូនលោកឲ្យលោកទទួលដោយផ្ទាល់តំណែងទាំងនេះត្រូវតែឆាប់ដឹកចេញពីក្រុង
ខ្ញុំត្រូវការពិនិត្យទំនិញសិនធ្នូដៃដែលធ្វើតាបង្កើតអាចលាក់នៅក្នុងដៃអាវកេះកន្លឹះនឹងបាញ់ជាប់គ្នា គ្រាន់តែមិនដឹងថាអនុភាពវាយ៉ាងម៉េច អនុភាព ប្រយ័ត្នបន្តិចទៅและទំនិញយកបានល្អដឹកចេញពីក្រុងអុយឆាប់ បងធំថ្ងៃនេះក្រុងឆាងលើឲ្យទៅជួយមិនឲ្យចេញខ្លាចតែមិនងាយស្រួលបាត់នេះទេ យើងមានវិធីរបស់យើង មិនអរគុណច្រើនណាស់ បានហើយណែនាំមកនេះបន្តិចនេះគឺជាលោកម្ចាស់វាងពួកយើងទើបតំបន់ថ្មី ថ្មីគ្មានចាស់អីទេប្រត់តែមកកន្លែងពួកយើងសិតតែដូចគ្នាទាំងអស់ បានហើយចូលប្រាដៃប្រាជុនទៅយកម្ហូបត្រីដែលល្អជាងគេនៅហាងនាងនិងស្រាល្អពីអតិនរៀបចំឲ្យលោកម្ចាស់វាងទៅ ពិតជាមហូបបាយមែនទេល្អឡើងទៅលើខ្លួនឯងទៅកន្លែងចាស់ សំណាក់ស៊ូហ្វាងមិនបានជាមានទីប្រឹក្សាដោយឯងបែបនេះ លោកមិនយល់ទេសម្រាប់ស៊ឺហ្វាងគ្រប់គ្រងរឿងគ្រប់យ៉ាងពេលសកាជនឈ្មោះរ៉ូស៊ីមន្ត្រីបរទេសពីគ្រប់ទិសទីមិនថាមនុស្សប្រភេទណាពួកយើងត្រូវតែរៀបចំត្រូវតែទទួលវិញ្ញាណាឲ្យតែភ្ញៀវពីចម្ងាយមានអារម្មណ៍ដូចជាផ្ទះខ្លួនឯងចម្លើយនោះគឺចែករំលែកភាពសប្បាយដល់ហើយគឺបន្ទប់នេះចូលខុសហើយលោកអូនយន់មកទៀតខ្ញុំជាឈ្មោះមកពីយិលខូទីលខ្ញុំចាំលោកទីនេះយូរហើយសូមទោសដែលខ្ញុំមកដោយមិនអញ្ជើញខូទីលរកខ្ញុំមានរឿងអីគឺបែបនេះមានផ្លែឈើស្រស់មួយចំនួនត្រូវប្រញាប់ដឹកចេញពីក្រុងឆាងលមិនចឹងខូចខាតក្នុងដៃខ្ញុំហើយសូមលោកជួយសម្រួលផងប្រញាប់ចេញពីក្រុងហ៎គួរស្ដាយថ្ងៃនេះមកខ្ញុំអត់ប្រយោជន៍ទេលោកទៅរកលោកម្ចាស់វាងទៅមកទីនេះរឿងចេញពីក្រុងឥឡូវគាត់គឺជាអ្នកគ្រប់គ្រងអត់ដាក់លោកម្ចាស់វាងថ្ងៃនេះខ្ញុំបាទគឺមានភ្នែកមកស្គាល់ភ្នំថៃសានគឺរីករាយបានជួបលោកម្ចាស់វាងពួកយើងនិយាយគ្នាតិចទៅគឺបែបនេះចំនួនតូចតាចគឺពិតជាមិនអាចខកខានពួកយើងរាប់អានគ្នាជាមិត្តជួយសម្រួលផង លោកទុកសំណាក់ស៊ូហ្វាងជាអ្វីហើយ សូមទោសលោកចៅបងសូមទោសលោកមិនដឹងទេខ្ញុំធ្វើដំណើរមកពីយិនដល់ឆាងលមន្ត្រីដែលមិនទទួលប្រាក់ដូចជាលោកខ្ញុំទៅឃើញលើកទី1អ្នកណាមកចង់ធ្វើជាមនុស្សទៀងត្រង់ធ្វើការដោយស្របច្បាប់ប៉ុន្តែវាពិបាកពេកហើយសូមលោកម្ចាស់បងអត់ទោសអ្នកណាចាញ់ក្រៅគ្មានបញ្ហាសោះនោះត្រូវទេលោកម្ចាស់បងពួកយើងនេះគឺច្បាស់ជាមនុស្សយល់ហេតុផលម្នាក់មកឆាប់ឡើងត្រល់បើលោកម្ចាស់វាងមិនប្រកាន់រឿងបាញ់មិនទេខ្ញុំរៀបចំស្រាលីស៊ី3អតិនចង់ចែករំលែកជាមួយលោកម្ចាស់វាងរាប់អានជីវិតភ័ក្រដល់អស់ចាស់រាប់អានទុកម្លែកសិនទៅស្រាលីស៊ីដល់ល្អបែបនេះណែកំទីងខ្ញុំអ្នកប្រាតើមកជាមួយនឹងខ្ញុំតែឈប់សិនចាំមិនទៀតតែខ្ញុំគ្មានលក្ខខណ្ឌធ្វើដំណើរមិនអីមែនទេបើសិននៅកន្លែងផ្សេងគ្មានលក្ខខណ្ឌធ្វើដំណើរមិនត្រឹមតែមិនអាចស្នាក់នៅថែមទាំងត្រូវស៊ើបអង្កេតបណ្ដឹងចេញពីក្រុងឆាងឡាទៀតប៉ុន្តែនៅសំណាក់ UE ពួកយើងអ្នកប្រាតើខ្វល់តែពិភពស្រាសបាយចុះឲ្យតែមានប្រាក់អ្វីផ្សេងពួកយើងមិនសួរទាំងអស់របស់ហូបច្រើនណាស់ខ្ញុំអាចហូបវាទាំងអស់ទេផាក់ស្រាផ្កាច្បាស់ជាត្រូវហូបរបស់ហើយអ្នកប្រាតើកុំរវល់តែហូបមកផាត់មួយពេងស្រានេះប្រាប់ការអ្វីមកបិទកាមិនមែនប្រាប់ការបិទទេហេតុអីហៅថាស្រាផ្កាអ្នកប្រាតើប្រកាសលេងសើចមែននាងចង់ធ្វើអីអ្នកប្រាតើបានមកផឹកស្រាផ្កាហេតុអីត្រាស់ខ្មាស់អៀនបែបនេះនេះពាក់ព័ន្ធអ្វីជាមួយស្រាផ្កាអ្នកប្រាតើតែមកស្នាក់ UE លើកទី1ហ៎ផឹកស្រាផ្កាមានន័យថាស្ដាប់តន្ត្រីមើលរបាំលេងសប្បាយបែបណាតាមបំណងរបស់អ្នកប្រុសមើលអ្នកប្រុសតបតែងខ្លួនយ៉ាងល្អបែបនេះច្បាស់ជាទៅគ្រប់កន្លែងចំណេញប្រាក់បន្តិចទេថងប្រាក់របស់នាងមកពីមុខភ័យហើយកសែងផលិតនៅអាយអ៊ីងរីឯសពុតគឺធ្វើអំពីកណាត់មកពីតុងយៀនមុខវិញមកពីយូលួហើយការបញ្ចូលគ្នាបែបនេះទើបឃើញលើកទី1ពិតមែនដល់ក៏អាចទៅអ្នកប្រាតើប្រញាប់ទៅឆាយទេដឹង
មិនចឹងពួកយើងផឹកពី3ពេញទៀតទេ នាងចង់លេងចាំឲ្យក៏បានដែរđó អេអ្នកប្រាស់តូចអ្នកប្រាស់ធ្វើអីអ្នកប្រាស់តូចអ្នកប្រាស់តូច ខ្ញុំទៅបន្ទប់ទៅពួកលោកផឹកចុះណាពួកលោកផឹកចុះ អេលោកប្អូនយន់ឮថាលោកប្អូនស្រឡាញ់ស្រាម្ចាស់ខ្ញុំបានរៀបចំស្រាយិនលាក់ពីឲ្យទិនសូមលោកប្អូនទទួលយកចុះ អូយ៉ានេះគួរសមពេកហើយណាលោកប្អូនល្អបងប្អូនល្អក្លិនដីនៅលើនេះដូចជាធ្លាប់ស្គាល់ ចាំមិនហើយ គ្មានអីទេគ្រាន់តែមើលក៏ដឹងថាស្រាយិនលហើយមិនបានកម្រប់ក៏ឈ្ងុយក្លិនស្រាដែរអរគុណច្រើនកន្លែងនោះដូចជានៅទិសខាងលិចក្រុង ឆាប់ភ្លាម អ្នកនេះគូអាយ៉ាបដូរឈុតស្រីហើយមនុស្សសម្បានមែននាងបានជាមនុស្សសំណាក់យូអ៊ីក៏ប៉ុន្តែនាងស្លៀកឈុតស្រីល្អជាងមុន អីមក ឲ្យអ្វីទៅ ដឹងហើយសួរទៀតមែនទេ ល្អអឺ បានន័យថាម៉េច មិនមែនផ្លន់ទេ អ្នកណាផ្លាន់លោកខ្ញុំត្រូវការលិខិតធ្វើដំណើរ កុំជ័យឆាងកុំជ័យឆាងលិខិតណាខ្ញុំមិនឃើញលិខិតមិនដាក់ជាប់ខ្លួនទេកុំខំទៅយកជាមួយខ្ញុំនេះឈប់រំធោះស្អីទៅយើងមក អេស្រានេះ ត្រាំជាស្រាល្អ លោកកាន់ទៅ ខ្ញុំគិតសិននៅខាងនោះមិនឆ្ងាយទេគឺនៅខាងនេះមកតាមខ្ញុំមិនត្រូវទេមិនត្រូវខាងនេះមិនត្រូវទេខាងនេះខាងណាជិះអូយ អើ យល់ លោក ហេ លោកមិនកើតទេផឹកស្រាវិញផឹក ខ្ញុំផឹង មើលចុះខ្ញុំបោះលោកមើលលោកមើលខ្ញុំណាអីត្រង់មិនត្រង់លោកធ្លាប់ធ្វើជាកងទ័ពលោកមិនកើតទេមិនកើតទេ ខ្ញុំនេះឯងមិនកើតលោកចាំមើលចុះ ចឹងសក់ម្ដងទៀតទៅ ខ្ញុំនឹងហេ លោកបោះចេញក្រៅហើយនេះប្រយ័ត្នរបួសគេឯងនេះយ៉ាងម៉េចហើយ លោកម្ចាស់លោកម្ចាស់សម្រាប់សឿហ្វាំងតែបាត់ថ្មី លោកគិតថាវា ពួកយើងជាបងប្អូនចាំបាច់ធ្វើបែបនេះទេ វ៉ាំជាបងប្អូនល្អបើជាបងប្អូនតែមួយមិនអាចឲ្យបងប្អូនខ្លួនឯងខាត់ប្រយោជន៍ទៅមែនទេបើឯងមិនទទួលនោះគឺមិនរាប់ជាបងប្រុសទេ បានប្រាក់នេះខ្ញុំទទួលយកចុះ ក៏ទទួលយកប្រាក់ខ្ញុំនឹងចាប់លោកនៅកន្លែង ផឹកលោកប្អូនវ៉ាងលោកម្ចាស់វ៉ាង Đúng chưa? chỉ hiện từ tôiប្រាក់សំណងមិនខ្មាស់គេ មិនថានេះជាណាទេពេលនេះខ្ញុំគ្មានពេលឆ្លុះជាមួយនាងទេ នាងអាចយកប្រាក់ទៅបានកុំធ្វើឲ្យខកខានកិច្ចការរបស់ខ្ញុំនាងយូជីតាតាមទេ មិនត្រូវការប្រាក់ហើយថាមានរឿងសំខាន់ បាន
คนอู้ấy បាទមនុស្សសំណាក់ស៊ូហ្វាងទើបមកថ្មី ទៅចុះ អរគុណច្រើនបោះអឺ លឿន ឈប់ភ្លាមសំណាក់ស៊ឺហ្វាងត្រូវការពិនិត្យ អលោកម្ចាស់ទាំងពីរពួកយើងគឺជាឈ្មោះដែលគោរពច្បាប់មិនតែប៉ុណ្ណោះទេគឺពួកយើងគឺមានលិខិតពិសេសរបស់សំណាក់ស៊ឺហ្វាងមិនជួយ ខ្ញុំ មើល និយាយ ទៅ ច្រើនបើគ្មានអ្វីនឹងឲ្យលោកទៅ អ្នកប្រាប់ប្រយ័ត្ន លបងខូទីចាំបាច់ប្រយុទ្ធគ្នាទាំងព្រលឹមបែបនេះទេ សម្លាប់ទៅ លោកជាណាលោកជាសិស្សរបស់ខ្ញុំ លោកយឺតបន្តិចលោកនាំខ្ញុំមកទៅនេះធ្វើអីខ្ញុំមិនបានដេកពេញមួយយប់ហើយ នេះគ្រូឈ្មោះនេះពិតជាគ្រូទីលៈមែនហ៎ស្រារបស់ខ្ញុំឲ្យវាមកខ្ញុំ ឯណាលិខិតបើថ្ងៃនេះលោកមិនឲ្យខ្ញុំទេខ្ញុំនឹងឲ្យលោកភ្លក់រសជាតិម្សៅរមាស់ ម្សៅរមាស់ បើគិតថាមិនគ្រប់គ្រាន់ខ្ញុំនៅមានខ្លាំងជាងនេះទៀតគ្មានពណ៌គ្មានក្លិនគ្មានរសជាតិត្រូវការតែប៉ិនកញ្ចក់បន្តិច នេះមិនមែនពណ៌ខ្មៅទេ មិនខ្វល់យ៉ាងណាឲ្យលោកហូចឈាមគ្រប់កន្លែងស្លាប់ដោយអាកំបាំង ឲ្យខាងស្លាប់ដោយវេទនាខ្លួននៅក្មេងមករៀនធ្វើអំពើល្អទេមិនតាំងខ្ញុំ លោកលេងល្បិចអីទៀតហើយធ្វើអី ឃើញម្នាក់នោះហើយណា យ៉ាងម៉េច គេមានបញ្ហា ពិតមែនដូចជាមានមនុស្សកំពុងតាមគេកំពុងរត់ ហេតុអីគិតបែបនេះ គេប្រញាប់ណាស់ចំហៀនមិននឹងណោទឹកមុខភ័យខ្លាច កសែភ្នែកអស់ ឬមួយលោកមិនមែនមើលបែបនេះទេ ទេខ្ញុំស្គាល់គេម្នាក់នេះគឺជាមនុស្សអាក្រក់គួរស្ដាយខ្ញុំជាមនុស្សទន់ខ្សោយមើលទៅមានតែទៅប្តឹងរាជការហើយ ហេមិនអាចប្តឹងទេលោកចង់ចាប់គេអាចតែលោកព្រមអលិខិតខ្ញុំ បាន គេពិតជាស្លាប់មែនណា នេះគ្រាន់តែជាម្សៅសន្លប់អាចឲ្យគេសន្លប់មួយផ្លែត នាងខុសខំពេកហើយ លិខិត អ្នកនាងខុសលិខិតនេះនៅក្នុងបញ្ហានាងប៉ុណ្ណោះ ហេតុបើប្រាស់ខ្ញុំហ៎ល្អ ចែកដល់មកគេដឹងខ្លួនវិញតើគិតយ៉ាងម៉េចទៅលោកចាប់បាននៅទីនេះ យន់មក មនុស្សដែលលោកត្រូវការនៅទីនេះតែគេបានដុតឯកសារចោលអត់ទៅហើយ ហេតុអីឯងមិនមកជប់គេ ចុះហេតុអីលោកមិនមកលឿនជាងនេះទៅសម្អាងពួកយើងអាចធ្វើបែបនេះគឺប្រឹងប្រែងអស់លទ្ធភាពហើយ មិនបានជាឯងមកទីនេះ មកឲ្យធុងសុំក្តីសុខនៅទីនេះជាមួយអ្នកបម្រើខ្ញុំមិនបានទេមើលចុះស្រីបម្រើទៅនឹងទិញមិនទាន់រៀនចេះគួរសមទេ មកវិហារបាច់បាក់ឲ្យធូបឯងចែកដោះមិនមែនឯងដឹងថាគេមានបញ្ហាយូរហើយ លោកក៏បានឲ្យខ្ញុំអត់សង្ឃឹមដែរធ្វើពុតជាសវឹងដោះលែងខូទីលៈបន្តមកតាមគេលោកចង់ដឹងថាតើគេកំពុងមានរឿងលួចលាក់អ្វីទៅខ្ញុំនិយាយត្រូវអត់ ចុះឯងដឹងថាគេមានបញ្ហាដោយរបៀបណា ពេលនៅវត្តទ្វារក្រុងខ្ញុំចាប់អារម្មណ៍គេទៅហើយពួកគេជាឈ្មោះត្រឹមត្រូវមកពីយានលៈ
បាត់លិខិតធ្វើដំណើរនៅមន្ទីរក្រុងតែមិនហ៊ានប្រកាសហើយក៏បានរត់ចេញមិនចម្លែកទេ ដូច្នេះអញចង់ខ្ចីដៃរបស់ខ្ញុំស៊ើបអង្កេតគេស្របពេលចង់ដឹងថាខ្ញុំជាមនុស្សល្ងងឬក៏អត់ដែរ ខ្ញុំបាននិយាយទេ ចង់អញដឹងថាគេមកទីនេះដោយរបៀបណាទេ ស្រាគឺពិតជាស្រាល្អគ្រាន់តែដេកបាត់មាត់ដំគឺជាកន្តិចធុកនៅក្រុងឆាងលៈវិហារសង្តែទាំងអស់គឺសុទ្ធតែប្រើឈើខ្សាច់គឺមានតែវិហារបាក់បែកនេះព្រោះតែជុំវិញសុទ្ធតែជាដើមយូស៊ូដូច្នេះពួកគេយកសម្បកឈើដើមយូស៊ូមកធ្វើធូបប្រកែកទេ អញដឹងរឿងទាំងនេះទៀតដែរ ហើយខ្ញុំស្គាល់ស្រាច្រើនជាងយ៉ាងម៉េចដែរហាក់មកបែកជាមួយគ្នាហ៎ណាលោកធ្វើស្អីហ្នឹង ស្រាមិនចាំបាច់ផឹកទេមនុស្សនេះខ្ញុំនាំទៅហើយដឹងអញពិតជាមិនចង់ដឹងថាពួកគេដឹកអ្វីចេញពីក្រុងទេ ខ្ញុំគ្រាន់តែរត់ការឲ្យសំណាក់ស៊ឺហ្វាងរកប្រាក់តិចតួចខ្ញុំមិនចង់បង្កបញ្ហាមិនចាំបាច់ឲ្យខ្លួនឯងពិបាក បើអញខ្លាចមានបញ្ហាពីដំបូងគឺមិនលូដៃឡើយទៅហើយសំណាក់ជាចៅស៊ើបក្តី កុំបញ្ចេញសម្លេងមិនចង់ឲ្យលោកស្លាប់ទេ កុំឆេះឆាយខ្ញុំមិនជួយអ្នកនាងទេ ទីបំផាត់រកលោកឃើញហើយពួកឯងចាប់ខ្លួនពួកគេទាំងអស់ទៅ ឈប់សិនខ្ញុំជាមនុស្សសំណាក់ស៊ឺហ្វាងវ៉ាងខុនអ៊ូនាំជនល្មើសទៅប្តឹងនៅសំណាក់ជីងចៅជំនួយការប្រឹក្សាសំណាក់ជីងចៅ ចាប់មនុស្ស គេជាមេចៅលុយជញ្ជូនអាវុធតខ្ញុំនាំគេមកទីនេះសំអាងអីចាប់ខ្ញុំ អ្នកណាដឹងថាពួកលោកមិនមែនជាបាក់ពួកតែមួយមិនខ្វល់ថាលោកមានតំណែងតំណងអ្វីជាមួយឈ្មោះបរទេសម្នាក់នេះតែវិញជាមួយពួកយើងមកស្រាអាចច្បាស់នាំតែ កំប្រាក់កំអិត នាំតែ ដឹង ទៅហើយខ្ញុំជួយនាងម្ដងទៀតហើយអ្នកនាងតូចអរគុណខ្ញុំបែបណានេះជារបស់ស្អី លោករឹបអស់លិខិតរបស់ខ្ញុំច្បាស់ជាត្រូវថ្លែងអំណរគុណដល់លោក ទ្រាំលេខបានហើយ អូយអូយនេះអូយអូយឆ្នាំសាប ចាំមិនដែររសជាតិម្សៅរបស់ខ្ញុំល្អទេ ខ្ញុំស្ដាប់ ចាំបានថ្នាំបន្សាបទេនោះត្រូវមើលលើលោកស្ដាប់បង្កប់ឬក៏អត់ហើយអញ្ចឹងលោកស្ដាប់ឲ្យច្បាស់ទី1មិនឲ្យហៅខ្ញុំថាអ្នកនាងខូទៀតទេខ្ញុំឈ្មោះអាស៊ូទី2តែហាងក៏អាចថ្លៃជាងគេនៅឆាងលើឬក៏ឲ្យ2ឈុតឲ្យខ្ញុំត្រូវការល្អបំផុតទី3ខ្ញុំចង់នៅឆាងលើឲ្យយូរបំផុតលោកត្រូវរកនឹកឲ្យខ្ញុំខ្លាចជាមនុស្សនគរយ៉ាងពិតប្រាកដ ក៏ខ្ញុំមិនអាចទេខ្ញុំមិនអាចជួយបានទេ អញ្ចឹងលោករងចាំអេះរលួយខ្លួនចុះ នាងពុយពលពេកហើយខ្ញុំបានយល់ព្រមខ្ញុំយល់ព្រមអ្វីក៏ខ្ញុំព្រមដែរឆាប់ឲ្យថ្នាំភាសាមកខ្ញុំទ្រាំលេខបានណាអូណាអាស៊ូនាងមកក្រុងឆាលតើដើម្បីអ្វីទៅ ឆាងលើគឺជាកន្លែងដែលគ្រប់គ្នាចង់មកខ្ញុំគ្រាន់តែចង់រស់នៅទីនេះអចិន្ត្រៃយ៍ ខ្ញុំជឿនាងទើបចម្លែក ជឿមិនជឿស្រេចតែលោក ក៏បានខ្ញុំចោទចាញ់បានទេមកចុះ លោកធ្វើអី ឲ្យប្រាក់ខ្ញុំគ្មានប្រាក់ទោះជាឲ្យខ្ញុំរបស់ស្លាប់ក៏ខ្ញុំទៅមិនរួចដែរឆាប់ឡើងមក មានតែប៉ុណ្ណឹងលោកចាក់ចាញ់ទៅ មានតែប៉ុណ្្នឹងទេ ឲ្យលោកឲ្យនៅសានតិចទៀតដែរឲ្យពេល3ថ្ងៃបើលោកហ៊ានប្រើល្បិចទៀតលើក្រោយច្បាស់ជាឃើញលោកឈាមហើយ អេសៀវហោះមិនបានជំនាញមកខាត់ជួបគ្នាយូរហើយ ជួបគ្នាអ្វីទៅលោកស្លៀកកតើបនំក៏ខ្ញុំស្លាប់ឃើញ មានមនុស្សនៅនាងអាចទៅបុកខ្ញុំបានទេនាងតែធ្វើមុខយ៉ាងបែបនេះទៅយើងមកក៏មកហើយទៅស្នាក់ខ្ញុំផឹកតែទៅ ផាក់តែអ្វីទៅខ្ញុំកំពុងរវល់មិនឃើញទេឆាប់ចាញ់តែធន់ខ្លាំងណាស់ឆាប់ឡើង
ទីប្រឹក្សាយោធាថ្ងៃក្រោយកុំចាប់មនុស្សខុសទៀត លើកនេះខ្ញុំគ្មានអ្វីនិយាយលើកក្រោយប្រហែលជាមិនងាយស្រួលបែបនេះទេ នៅស្ងៀមលោកជាអ្នកមកថ្មីនៅសំណាក់ខាងលិចបានគុណអ៊ូឯងខ្ញុំនិយាយជាមួយលោកស្ដាប់ឮទេមិនបាច់អរគុណខ្ញុំទេអរគុណតម្រុយសំណាក់ខាងកាត់ពួកយើងតាមដានមួយខែលោកដៃមកមនុស្សក៏ស្លាប់បាត់លោកចង់ខ្ញុំអរគុណលោកទៀតឯងបើខ្ញុំមិនលោកដៃទេនោះអ្នកដែលស្លាប់ប្រាជាលោកម្ចាស់អានហើយឈប់ភ្លាមមនុស្សស្លាប់ហើយលោកនៅប្រកែកទៀតឯងយ៉ាងហោចណាស់ខ្ញុំចាប់មនុស្សបានតែលោកបានធ្វើស្អីខ្លះលោកបិទមាត់ទាំងអស់គ្នាទៅទើបតែព្រលឹមសោះជ្រុលគ្នាធ្វើអីទៅហ៎និយាយរឿងអបាញ់មិញដំណាក់ខាងលិចនិងខាងកើតមិនឲ្យពួកលោកខ្វល់ទៀតទេពួកយុវវ័យធ្វើការពោះពៀធម្មតាទេក៏ប៉ុន្តែលុចជញ្ជូនអាវុធវាជារឿងធំប៉ុណ្ណាទៅសំណាក់ស៊ីហ្វាំងពួកយើងនេះណាមានតែសិទ្ធិជ្រុំជ្រែងកិច្ចការបរទេសជ្រុំជ្រែងយល់ទេហ៎ពេលនេះមានមនុស្សស្លាប់ទៅហើយខ្ញុំមិនដឹងថាបកស្រាយប្រាប់សំណាក់ហុងលូយ៉ាងម៉េចទេហើយពួកលោកចេះតែឆ្លោះគ្នាទៀតម្ចាស់សំណាក់យង ចាំបីហើយស៊ូស៊ូ ប្រកាសរបស់លោកម្ចាស់អានសំណាក់ហុងលូចាំម្ដងមកទ្វីហើយ គេមកហើយត្រូវទេ ប្រធានសំណាក់ជីងចៅមកសំណាក់ហុងលូដេញដល់ខ្ញុំហើយដឹងថាហេតុអីទេសំណាក់ហុងលូពួកយើងគ្រប់គ្រងសំណាក់ស៊ឺហ្វាងសំណាក់ស៊ឺហ្វាងពលលោកគ្រប់គ្រងជនបរទេសរាប់សិបម៉ឺននាក់ក្នុងក្រុងបើសិនជាមនុស្សទាំងនេះប្រកបបញ្ហាអ្វីនោះសំណាក់ស៊ឺហ្វាងពួកលោកពិបាករួចខ្លួនហើយបាទអាយ៉ាលោកម្ចាស់អានរំងាប់កំហឹងតែពួកយើងពិតជាបានប្រឹងប្រែងហើយជាពិសេសនោះគឺគុណប្រុសរបស់លោកស៊ីវអ៊ីក្នុងនាមដំណាក់ខាងកើតគេខំប្រឹងប្រែងស្វាស្វែងរកផុតតាមបន្តិចទេគ្រប់គ្រាន់ហើយខ្ញុំចង់បានលទ្ធផលពេលនេះអ្នកទោសស្លាប់ហើយចំនួនធ្នូដែលចូលមកវិញមិនត្រឹមត្រូវនឹងបញ្ជីលោកនឹងថាបានមិនថាមិនទេចំនួនមិនត្រូវបញ្ជីធ្នូតបដែលរកមិនឃើញទាំងនេះបើបកអត់មានជួបភ្លៀងអ្វីទៀតលោកអត់ខ្ញុំបកត្រាជាមួយរីឆ្កាបែបណាប្រើក្បាលរបស់យូទ័រសួយលោកមិនទេលោកបងអានខ្ញុំអត់រឿងនេះខ្ញុំអាចអបខ្ញុំឲ្យលោកតែ3ថ្ងៃទេក្នុងពេល3ថ្ងៃប្រឹងប្រែងសហការជាមួយសំណាក់ជីងចៅទៅបាទ3ថ្ងៃណាខ្ញុំឲ្យពេលដំណាក់ខាងការពលលោក3ថ្ងៃក្នុងផ្ទះ3ថ្ងៃប្រឹងប្រែងសហការជាមួយសំណាក់ជីងចៅបើសិនជាធ្នូតបដែលរកមិនឃើញទាំងនោះទៅបង្កជាព្យុះឈាមទៀតលោកខ្ញុំបកស្រាយប្រាប់លោកពុកប្រាប់លោកម្ចាស់អានយ៉ាងម៉េចទៅហ៎មួយជាមុនលោកបាននិយាយថាមិនឲ្យពុជរវល់រឿងនេះមើលលោកចុះដំណាក់ខាងការច្បាស់ជាអាចសម្រេចភារកិច្ចឈប់សិនមនុស្សមានបញ្ហានៅក្នុងដៃរបស់ខ្ញុំរឿងនេះខ្ញុំត្រូវទទួលខុសត្រូវដល់ទីបញ្ចប់លោកម្ចាស់បានខ្ញុំឲ្យយកបនលោកចាត់ចែងរឿងដំណាក់ខាងលិចរបស់ពលលោកល្អសិនទៅអាយ៉ាត្រូវហើយដំណាក់ទាំងពីរការងារខុសគ្នាដំណាក់ខាងកើតរឿងក្រៅដំណាក់ខាងលិចផ្ទៃក្នុងកិច្ចការសំណាក់ខាងលិចគឺស្មុគស្មាញមែនប៉ុន្តែទំនួលខុសត្រូវមិនបែងចែកទុយធំទេនោះសិទ្ធិអំណាចក៏មិនគួរបែងចែកទុយធំដែរនេះជាមេត្រាដាំរបស់សំណាក់ស៊ូហ្វាំងលើនេះសរសេរថាដំណាក់ទាំងពីរមានភារកិច្ចប្រហែលគ្នាគ្មានដំណាក់ខាងកើតរឿងក្រៅដំណាក់ខាងលិចរឿងផ្ទៃក្នុងស្អីនោះទេនោះវាយ៉ាងម៉េចចង់ឡើងស្មាត់ដំណាក់ខាងកើតពួកយើងសំអាងមនុស្សគ្មានបានការដូចដំណាក់ខាងលិចពួកលោកហ្នឹងខ្ញុំវាងខ្លួនអ៊ូបមកទៅហើយអ្នកក្រៅមកកប់ខ្ញុំគ្មានមនុស្សកំសាកទេកាន់តែគ្មានអ្នកចូលចាញ់ហើយបានហើយខ្ញុំដឹងថាលោកប្រញាប់សាងគុណសម្បត្តិលោកឆាប់ទៅជំរុំតបវិញទៅសៀវអ៊ីដំណាក់ទាំងពីរជាគ្រួសារតែមួយទេសម្ដីលោកម្ចាស់វាងមិនមែនគ្មានហេតុផលទេបាទនេះលើកនេះស៊ើបជាមួយគ្នាទៅគ្រប់គ្នាសហការដោយស្មោះគ្រួសារតែមួយនោះអីណែខ្ញុំគ្រាន់តែបញ្ជាក់ចំណុចមួយសំណាក់ស៊ឺហ្វាងពួកយើងគឺសហការជាមួយនឹងការងារសំណាក់ជីងចៅត្រូវចាំណាសហការឈឺថ្នមតិចអូយស្រួលខ្លួនកន្លែងហ្នឹងហើយអូល្អមែនទីនេះស្រួលខ្លួនណាស់ស្រួលខ្លួនកុំឈប់អីប្រើកម្លាំងនាងចេះជន់មែនតើនាងមិនចេះជន់ទេនាងអសូរសុខសប្បាយចិត្តទេរឿងដោះស្រាយយ៉ាងម៉េចហើយខ្ញុំកុំបកំប្រញាប់នឹងទៅបណ្ដុលខ្ញុំមិនខ្វល់ទេខ្ញុំមិនមែនអ្នកបោះឡាយយល់ច្រឡំភាសាតាយំនាងពេលនេះបន្តិចក៏មិនរីកចម្រើនដែររឿងជាច្រើនប្រញាប់មិនបានទេគឺត្រូវទៅរកមធ្យោបាយតាមស្រួលលោកទៅស្ដាប់ភ្លេងផឹកស្រាមួយសា3ថ្ងៃហើយនៅមិនយឺតទៀតតាមដានខ្ញុំបានមិនតាមលោកខ្ញុំមិននឹងដឹងថាប្រាក់ដែលលោកបោកខ្ញុំបានចំណាយទៅណាខ្លះខ្ញុំបកស្រាយសិនណាកុំជួយឲ្យចង់គ្រោះថ្នាក់ណាលើកនេះគឺក្រែលើកក្រៅគឺក្បាលលោកហើយខ្ញុំនឹងទៅពេលនេះខ្ញុំមិនយឺតយ៉ាវទៀតទេខ្ញុំទៅភ្លាម